សួស្តីបងប្អូនទាំងអស់គ្នាសាគមជួបគ្នាសាជាថ្មីម្ដងទៀតហើយជាមួយនឹងខ្ញុំបាទសុបុនថ្ងៃនេះលើកយករឿងប្រវត្តិពិតមួយគឺជារឿង admin តលហ្នឹងឯងតែរឿងនេះបើយើងនិយាយទៅការជួបប្រទេសនេះប្រហែលជាមិនមែនមានតែ admin មួយទេប្រហែលជាបងប្អូនឬក៏ទស្សនិកជនផ្សេងឬក៏បងប្អូនណាដែលគាត់ចូលចិត្តជិះយោបដូច admin ហ្នឹងគឺប្រកាសជាជួបហើយតែអ្នកខ្លះរស័យខ្ពស់បនគេខ្ពស់យ៉ាងទៅយ៉ាងកាលរស័យគេមិនដាក់អាចនឹងមិនឃើញដែរអញ្ចឹងណាតែសម្រាប់ admin ប្រហែលជារស័យដាក់ហើយមកទៅតាំងពីចូលឆ្នាំតាំងពីជុំតាំងពីអីឲ្យតែជិះទៅផ្ទះមិនដែលលួសថ្ងៃណាមួយដែលថាមិនជួបទេគាត់ថាវាតិចហើយនឹងច្រើន admin យូរទៅបើជិះជួបនោះយូរទៅលេងខ្លាញ់តែដំបងភ័យដែរនោះជាពិសេសថ្ងៃដំបងថ្ងៃជិះពីពេញទៅបៃលិនថ្ងៃដំបងតែហ្នឹងទៅមួយភរិយាប៉ុនខ្ញុំណាគាត់ទៅដែរគាត់អត់ជិះឡានទេខ្ញុំសុំឲ្យគាត់ជិះឡានខ្ញុំជិះម៉ូតូម្នាក់ឯងគាត់ថាអត់ទេគាត់ចង់ជិះម៉ូតូដែរគាត់ជិះម៉ូតូយើងចេញពីពេញទៅណាចេញទៅម៉ោងប្រហែលជា7យប់ហ្នឹងជិះរហូតទៅដល់កំពង់ឆ្នាំងយើងជិះទៅដល់កំពង់ឆ្នាំងហ្នឹងវាមិនទាន់ជួបបីដែលជាគួរឲ្យគាត់ចង្កល់ទេនឹងជិះទៅដល់កំពង់ឆ្នាំងយើងសម្រាកម្ដងយើងសម្រាកម៉ូតូឲ្យវាត្រជាក់ឲ្យម៉ាស៊ីនវាដើរស្រួលហើយអញ្ចឹងទៅចាំយើងបន្តដំណើរទៅមុខទៀតដល់យើងចាប់ចេញពីកំពង់ឆ្នាំងហ្នឹងយើងសម្រាកប្រហែលជា7ម៉ោងដែរហើយម៉ោងចេញទៅទៀតម៉ោងចាប់ផ្ដើមម៉ោង10យប់ម៉ោង10យប់ admin ចាប់ផ្ដើមចេញដំណើរទៅទៀតម្ដុំមកជួរកន្លែងដើមថ្នោតច្រើនមានវាលស្រែច្រើនមកជួរហ្នឹងមិនទាន់សូវមានផ្ទះទេហើយម្ដុំហ្នឹងមានភ្នំសងខាង admin អត់ស្គាល់ថាកន្លែងហ្នឹងកន្លែងអីទេហើយឈ្មោះអី admin អត់ស្គាល់ទេតែដឹងថាចំណាំផ្លូវទៅហើយពេលដែលយើងជិះទៅតាមនឹងហែទៅដល់កន្លែងមួយ admin ចាំអត់ភ្លេចទេថ្ងៃហ្នឹងរឿងហ្នឹងជាថ្ងៃដំបូងដែលជួបហ្មងហើយក៏ជារឿងដំបូងដែរដែលជួបទេថាបើយើងជិះទៅខ្ទមដែលគេដាក់លក់បន្លែលក់ផ្លែឈើឬក៏គេលក់គ្រឿងទេសអីផ្សេងដែលនៅតាមផ្លូវហ្នឹងហើយយើងជិះទៅឃើញអ៊ំប្រុសហ្នឹងគាត់អង្គុយជក់បរិយយកជើងផ្លុងគឺយកជើងខ្វល់គាត់អង្គុយតែឯងអត់មានគ្នាទេហើយល្ងិតឈឹងអត់មានភ្លើងទៀនភ្លើងអីឬក៏ភ្លើងពិលអីប្រចាំងបញ្ឈួលអីទេមានតែភ្លើងឡានភ្លើងម៉ូតូគេមកវឹងហ្នឹងទៅឃើញសមោលចឹងណាទៅប៉ុណ្ណឹងដល់ admin ជិះម៉ូតូទៅវាចាំងចំយើងជិះទៅវាតូបក្នុងវានៅជាប់ថ្នល់អីមិនមើលឃើញច្បាស់គាត់អង្គុយជក់បរិយខ្ទមហ្នឹងទៅជិះពោះគាត់ដំបងអត់ចាប់អារម្មណ៍ទេជិះពោះគុនប្រហែលឆ្ងាយគូសំដែរដៃចូលប្រហែលជា3គីឡូ4គីឡូហើយតែគូសំដែរតែបើជិះទៅដល់ខ្ទមមួយមុខមួយទៀតនោះសាប់ឃើញគាត់អង្គុយណែលចាប់ផ្ដើមញាក់ខ្លួនព្រឹតជុំមុនហ្នឹងជួបម្ដងហើយនៅក្រោយចុះតានេះនៅនេះដូចគ្នាណាគាត់តែចឹងជក់បរិយដូចគ្នាទេអង្គុយទៅនងទៀតដូចគ្នាសួរពុនអនឡាញឃើញនេះបងណាពុនអត់ថាឃើញតានៅអង្គុយនឹងរោងហ្នឹងមិញនឹងមែនខ្ញុំថាហ្នឹងឯងតាមិញហ្នឹងដល់ហើយគាត់ថាចុះគាត់អង្គុយជក់បរិយមានអីប្លែកទេបងមិនថាគាត់អង្គុយជក់បរិយនឹងប្លែកទេប៉ុន្តែក៏យើងជិះមកអីក្រោយមុនហ្នឹងឃើញគាត់មកសាហើយនៅក្រោយខ្ទមក្រោយយើងគោះកន្លែងយើងសម្រាកបន្ទោសមុនហ្នឹងយើងជិះមកនឹងមានហួរហ្នឹងហួរកន្លែងយើងសម្រាកបន្តិចហ្នឹងមកភ័យបន្តិចហ្នឹងឃើញគាត់នៅអង្គុយខ្ទមហ្នឹងមកសាហើយពួកខ្ញុំគាត់ថាមនុស្សចិត្តតែដូចតែគ្នាហ្នឹងអង្គុយហ្នឹងនៅចាងគាត់ជក់បរិយជក់អីធម្មតាទេចុះបើឯងចំណានជក់ដែរទៅថាបើបងចេះជក់បងជក់ដែរបាត់ដែរនិយាយមួយគាត់ហើយក៏ជិះទៅមកសាទៀតហើយក៏សួរពុនខ្ញុំសួរគាត់ថាអូនឯងចាំរូបរាងតាហ្នឹងដែរចាំតើបងអូខេបើចាំអញ្ចឹងយើងទៅមុខទៀតបងយើងជិះទៅហួសរៀងឆ្ងាយណាស់ហើយចូលទៅយើងចេញពីកន្លែងហ្នឹងរៀងឆ្ងាយដែរជិះយូរដែរប្រហែលជាកន្លះម៉ោងក្រោយតាមហ្នឹងមានរៀងដូចជាចម្រែឡើងភ្នំប៉ុន្តែមានឡើងហួសពោះគាត់ថាផ្លូវវាចោលទៅផ្លូវដូចផ្លូវឡើងភ្នំអញ្ចឹងណាខ្ទមគេដាក់សម្រាប់ដាក់អីហ្នឹងក៏តាមផ្លូវហ្នឹងក៏ឃើញគេដាក់លក់ហូហែអីចឹងទៅសាប់គាត់ជិះគាត់កេះខ្ញុំឲ្យមើលបងខ្ញុំមិញឃើញតានឹងអង្គុយក្នុងរោងជក់បរិយដូចអាកន្លែងយើងឃើញចឹងអូគ្នាមែនខ្ញុំក៏និយាយមួយគាត់ថាមនុស្សចាស់មកកកោបអូនគាត់អង្គុយជក់បរិយរឿងធម្មតាគាត់ថាអត់ទេបងខ្ញុំឃើញដូចតានឹងហ្មងតានឹងបេះបិទហ្មងគាត់អង្គុយជក់បរិយមិញខ្ញុំឃើញច្បាស់ហើយខ្ញុំក៏សួរគាត់ថាអនឡាញឃើញមែនណាបងខ្ញុំឃើញខ្ញុំចាំតានឹងច្បាស់ណាគាត់ស្លៀកខោខ្លីហើយកកគាត់ហ្នឹងបងកម្មាហើយគាត់ដៃគាត់ជក់បរិយហើយគឺច្បាស់ហ្មងបងអូនណាប្រយ័ត្នព្រើភ្នែកអត់ទេបងអត់ព្រើភ្នែកទេខ្ញុំឃើញច្បាស់ដល់យឺអញ្ចឹងខ្ញុំក៏មានអារម្មណ៍ថារៀបព្រឺឆ្អឹងខ្នងដែរសុំហើយមិនអញ្ចឹងជុំយើងមកថ្ងៃហ្នឹងភ្លេចធ្វើអីឬក៏ភ្លេចខុសមាត់ខុសកអីមកវិទ្យារេអីបានមកវាក់អញ្ចឹងចាទេមានណាបងខ្ញុំមាននិយាយអីផងធម្មតាហើយក៏មានបានមាត់កអីនេះឡូឡាឬក៏មាត់កអីដែលមិនល្អដែរយើងចេញមកធម្មតាដែរបងប្រហែលជាគេអបសុកគេចង់ចេញមកអង្គុយលេងអីចឹងណាអូនហើយចេញចឹងដែរមកទៅនោះតែឥឡូវខ្ញុំកុំគិតច្រើនខ្ញុំជិះទៅមុខទៀតជិះមកដល់ចិត្តដល់កកោសល់ខ្ញុំមើលអាផ្លាកផ្លូវតាមផ្លូវ
នោះឃើញគេដាក់15គីឡូទៀតដល់កកោណាចិត្តដល់កកោហ្នឹងយើងក៏សម្រាកបន្តិចសម្រាកទៅវារឿងចង់រយចកេះដែររកអាកន្លែងក្រៃចង់រឹងចង់អីនោះគេដាក់តាមផ្លូវហ្នឹងតាមកញ្ចក់គេមួយណាគេមានរឹងសម្រាប់ឲ្យអ្នកចូលដំណើរអីគេសម្រាប់បងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ5ប្រកាសจะឃើញទេតាមរឹងតាមផ្លូវគេដាក់ឲ្យយើងសម្រាប់ឲ្យពេលថ្ងៃយើងទៅតាមកញ្ចក់ចាំអីចឹងទៅយើងចូលទៅសម្រាប់ចឹងទៅហើយជួយទិញអីពួកគាត់ហូបអីតិចតួចចឹងទៅហ្នឹងដល់រកចូលសម្រាប់យើងរកចូលសម្រាប់ណាគាត់ឈប់ម៉ូតូរកចូលសម្រាប់ពឹបបងប្អូនរឿងចម្លែករឿងនេះគឺជារឿងចម្លែកហ្មងនៅក្នុងរោងហ្នឹងអត់មានបើកកង្ហារទេហើយរឹង6 7រឹងមានតែរឹងមួយទេនៅប្រឡោះកដាយកខ្វល់ប្រពន្ធខ្ញុំគាត់ចុះពីលើម៉ូតូអីរួចរាល់ហើយគាត់ប្រងដើរចូលទៅសម្រាប់ខ្ញុំថាអូនឥឡូវមិនសម្រាប់ហ្នឹងទេមិនសម្រាប់ហ្នឹងទេយើងទៅមុខទៀតពួកអីនៅនេះវាណាមួយវាគៀនបន្លាយផងគៀនលូផងចឹងយើងទៅមុខហើយណាមួយវាល្ងឹតទៀតវាមិនសូវមានភ្លើងអីហើយតែនេះគេបិទចោលល្ងឹតឈឹងក៏អូនហ្នឹងអត់ទេបងសម្រាប់នេះអស់នេះខ្ញុំក៏ប្រកែកមួយគាត់ខ្ញុំថាអូនតោះទៅមុខទៀតអត់សម្រាប់ហ្នឹងទេគាត់ក៏ខឹងខ្ញុំហ្នឹងគាត់សម្រាប់បន្តិចសោះហុំបានហើយឡើងម៉ូតូមកអាឡានវាជិះមកវាក្រោយយើងចាំងភ្លើងខ្វប់មកអានរឹងនៅតែយកណែអត់ឈប់ឲ្យយកខ្វល់ខ្ញុំក៏អត់មកតាមគាត់ដែរដល់ខ្ញុំអត់មកប្រាប់គាត់ក៏យើងទៅជិះទៅមុខបន្តិចទៅសល់ប្រហែលជាទៅប្រហែលគីឡូទៀតដល់ហើយទៅឃើញអាកន្លែងរោងនឹងដូចគ្នាអញ្ចឹងចូលទៅសម្រាប់ទៅរោងហ្នឹងគេមានភ្លើងរឿងផ្លុងរឿងភ្លឺល្មមដែរខ្ញុំទៅជិះនៅឃើញចូលសម្រាប់ដែរដល់យើងចូលទៅយើងក៏អត់បានទៅចាប់អារម្មណ៍អារឿងរឹងយោរឿងអីហ្នឹងទៀតដែរព្រោះចុកចកែហើយណាមួយខ្លាចគាត់ខឹងព្រោះមិនគាត់អន់ចិត្តអីមួយយើងអញ្ចឹងណាហើយគាត់ទៅចូលសម្រាប់អីចឹងទៅឲ្យចូលទៅសម្រាប់សិនពេលដែលយើងចូលទៅសម្រាប់គួយអីបាត់ចុកចកែចុកខ្នងអីមកបន្ទុះហើយគាត់ក៏ប្រវល់ខ្ញុំមកហែងតោះបងទៅទៀតហ៎យើងរហ័សបានដល់តោះទៀតនឹងថាអញ្ចឹងតោះយើងទៅគាត់ណាខ្ញុំក្រោកពីលើរឹងព្រឹបក្រោកមកដូចជាមានស្អីរុញយើងអញ្ចឹងបងប្អូនរុញយើងពុបដួលនឹងដាច់ការមិនដួលដាច់ការដាច់ការទៅហើយគាត់ណាយើងងើបពុបធ្លាក់ទៅនឹងរឹងវិញហ្មងព្រោះខ្ញុំជិះយើងងើបម្ដងទៀតងើបព្រឹបមានអារម្មណ៍ថាជើងទៅជាប់មានអារម្មណ៍ថាជើងវាដូចជាពឹកបងប្អូនពឹកងើបមកព្រឹបមកងើបអត់ចង់រួចទេងើបមករងើបប្រឹងទំហឹងមកពុបមកវាឈឺអាកលៈខាងក្រោមជើងយើងប្រឹងងើបខាងឈឺអាកលៈក្រោមវាយជង្គង់យើងនោះវាឈឺអាហ្នឹងឈឺខ្ញុំក៏ខ្ញុំដាក់ជើងសដោកតិចខ្ញុំហូរច្បាច់ខ្ញុំក៏គិតថាជាយើងជិះម៉ូតូវារឿងឆ្ងាយអញ្ចឹងហើយវាស្ពឹកមកពីទៅសៃអីចឹងហើយទៅយកច្បាច់ជើងច្បាច់ឲ្យវាធូឲ្យធូទៅសៃហើយចាប់ផ្ដើមងើបតិចសាប់ប្រពន្ធខ្ញុំក៏សើចវ៉ាបងចេញមកលឿនអីគេបងចេញមកលឿនខ្ញុំមកស្ទុះចេញទៅតាមគាត់ហើយគាត់ចោលនៅលើអាកដាលរោគេណាលើធ្នឹមនោះគាត់ចោលទៅនោះមកទៅលឿនណាស់បងខ្ញុំក៏មួលម៉ូតូធាក់ភឹងទៅរុយមានកុងទ័រប្រហែលមួលទៅទាំងអស់តាមអញឃើញអីគេអូយបងខ្ញុំឃើញលងខ្មៅស្ទង់ហើយទម្លាក់ជើងពីលើក្បាលបងឯងដល់លឺចឹងខ្ញុំចាប់ផ្ដើមភ័យដែរព្រឺឆ្អឹងខ្នងខ្ញាក់ហើយមិនខ្លាចទេអេដមីនខ្លាចដែរហើយយើងជួបមកពីមុនមកយូរហើយរឿងធ្លាប់ជួបហ្នឹងប៉ុន្តែអាលើកហ្នឹងវាអត់អញ្ចឹងវាមានអារម្មណ៍ថាខ្លាចហើយព្រឺក្បាលញាក់ហើយទូសបលព្រឺអីអូយើងជិះដល់កកោឈប់នឹងអាមុខខ្សែកកោហ្នឹងយើងឈប់មិនទុះឈប់មិនទៅទៀតឈប់ទៅប្រពន្ធខ្ញុំគាត់ភ័យហើយគាត់ដកទៅហើមសងម្ដងគាត់ភ័យគាត់អោបខ្ញុំឲ្យខ្លួនគាត់លងញ័រតែខ្ញុំថាអូនឯងកុំភ័យពេកសម្រួលអារម្មណ៍មួយគាត់មានហ្នឹងគាត់គិតតែពីភ័យហើយគាត់និយាយថាបងអើយខ្ញុំឃើញសយងជើងលើក្បាលបងឯងច្បាស់បងសយងច្បាស់ល្អខ្ញុំឃើញខ្ញុំភ័យមែនតើបងខ្ញុំភ័យមែនតើខ្ញុំមិនដែលជួបអញ្ចឹងទេបងខ្ញុំពិតជាភ័យមែនគាត់និយាយងមាត់ញ័រតែខ្ញុំថាអូនឯងធ្វើចិត្តឲ្យស្ងប់អូនឯងតាំងចិត្តឲ្យស្ងប់កុំភ័យពេកយើងមកដល់ផ្សារដល់ហើយអត់មានក៏បានទៅទិញទឹកមកដបយកមកដល់ក៏សូត្រអីចឹងទៅណាព្រោះ admin ចេះធរខ្លះដែរចេះតិចតួចខ្ញុំដល់សារខ្លាចពេកចឹងទៅក៏សូត្រព្រះបរិត្តហ្នឹងក៏សូត្រតាំងចិត្តអធិដ្ឋានហើយក៏សូត្រផ្លុំនៅក្នុងទឹកហ្នឹងទៅឲ្យសូមឲ្យអធិដ្ឋានសូមឲ្យទឹកមុននេះខ្លាចជាទឹកមុនស័ក្តិសិទ្ធិសូមឲ្យគុំក្រងនៅភាពភ័យខ្លាចដោយអន្តរាយណាមួយបំរុងនឹងការចំពោះខ្ញុំសូមឲ្យអន្តរាយទាំងនោះសាបទៅវិនិច្ឆ័យទៅដោយអំណាចនៃទឹកមុននិងដោយអំណាចនៃព្រះបរិត្តនេះក៏ខ្ញុំអត់ទិដ្ឋានចឹងវប់ទៅក៏សូត្រផ្លុំទៅតាំងពីស័កគេរហូតដល់ពីហុងផងអីផងសូត្រមកធរសូត្រមុនរបស់ព្រះសង្ឃប្រមាណដាក់ទាំងអស់គ្មានទុកទេគួយសូត្រឲ្យមកឆ្អែតផ្លុំនៅក្នុងទឹកហ្នឹងទៅផ្លុំមកវាហើយក៏យកទឹកមុនហ្នឹងឲ្យគាត់ហូបហើយក៏យកទឹកហ្នឹងចាក់ទៅលើក្បាលលើអីហ្នឹងទៅដល់ចាក់ទៅគាត់ថាមានអារម្មណ៍នឹងធូរដល់ទៅហើមទាំងស្រួលក៏មានអារម្មណ៍ថាលេសោភ័យខ្លាចអញ្ចឹងបងប្អូនពេលខ្លះចេះព្រះពុទ្ធមន្តចេះធរចេះអីណាបងប្អូនយើង
មួយចំនួននេះបើអត់ទាន់ចេះទេយើងអាចរៀនទៅរៀនសិក្សាទៅខ្លាចលោថ្ងៃណាមួយឬក៏ពេលណាមួយបងប្អូនជួបរឿងដូចខ្ញុំដែរបងប្អូនអាចយកព្រះពុទ្ធមន្តនិងព្រះបរិត្តអីហ្នឹងយកមកសូត្រទៅយកមកបាក់គៀទៅវាអាចជួយបានអញ្ចឹងមែនវាអាចជួយបានខ្លាំងអញ្ចឹងឲ្យបងប្អូនយើងខ្លះក៏គួរតែចេះដែរអញ្ចឹងណារៀនខ្លះទៅហើយដល់ពេលយើងមានភ័យមានអាសន្នអីយើងអាចពឹងយកទៅតែ admin និយាយត្រង់ពេលហ្នឹងភ្លេចធម៌មែនតាពេលភ្លាមមកពេលពងភ័យហ្នឹងភ្លេចធម៌មែនអត់ភ្លេចតែខ្លួនឯងចេះធម៌ភ្លេចឲ្យឈឹងថាហើយគាត់បានបាត់ភ័យបាត់អីអញ្ចឹងទៅពួកខ្ញុំក៏គាត់តដំណើរទាំងខ្ញុំទាំងអីហ្នឹងក៏បន្តដំណើរទៅមុខទៀតទៅខ្ញុំជិះទៅដល់យើងចេញពីកកោទៅលេនោះជិះតមកទំហឹងហ្មងទៅដល់ពោធិ៍សាត់ចាំឈប់ទៅដល់ពោធិ៍សាត់ចាំឈប់ហើយខ្ញុំណាតាមផ្លូវមានទិញពុទ្ធោជាប់តាមមាត់រហូតហ្នឹងពុទ្ធោអញ្ចឹងទៅហើយក៏យកទឹកមុនទឹកអីដែលសល់ហ្នឹងចាក់ពីលើម៉ូតូអីចឹងតួណាសុំកុំឲ្យឃើញសុំកុំឲ្យជួបអីតែហើយក៏ដើរទៅក៏ជិះម៉ូតូទៅឡើងអីជិះទៅចឹងទៅក៏មានអារម្មណ៍ថារៀបកក់ក្ដៅបន្តិចព្រោះអីអាងធរចេះធរណូមានអារម្មណ៍ថារៀបកក់ក្ដៅបន្តិចបងប្អូនហើយយើងគាត់ថាយើងជិះផុតពីកកោហ្នឹងទៅប្រហែលជា10គីឡូហើយលើកនេះឃើញទាំងពីរនាក់បងប្អូនឃើញទាំងពីរនាក់តែឃើញអត់ដូចមុនទេលើកនេះគឺធម្មតាសាប់ឲ្យយើងជិះចង់នៅវឹងហ្នឹងទៅអាភ្លើងហ្វាឡានគេជិះទៅក្រោយមកវាចាំងទៅវាឃើញច្បាស់ហ៎ឃើញលងខ្មៅងឹលនៅអាក្បែរបកគោលផ្លេចផ្លូវគេហ្នឹងហើយយើងទៅដល់ណាត្រឹមណាម៉ានគីឡូដល់ត្រឹមណាម៉ានគីឡូដល់ត្រឹមណាអញ្ចឹងណាវានៅខ្មៅស្គិលនៅមុខយើងក៏យើងផ្លានវាចាំងមកវឹបមកឃើញអញ្ចឹងមានអារម្មណ៍ថារៀងភ័យដែរតែមន់ទិញពុទ្ធោរហូតពុទ្ធោទៅក៏នៅឃើញណាប្រហែលជាសមោលដែលឡានចាំងមកមនុស្សនៅឯណាណីឬក៏នៅពីក្រោយយើងអីវាចាំងមកវាឃើញសមោលអញ្ចឹងណា admin គិតថាអញ្ចឹងដល់ពេល admin គិតអញ្ចឹងហើយក៏អត់បានទៅចាប់ផ្លឹកនឹកអីបន្ថែមទៀតទេទៅជិះទៅមុខទៅហើយប្រពន្ធនៅវិញអោបខ្ញុំនឹងញ័រពីក្រោយភ័យចូលមកវាភ័យភាសាទៅវាមិនទាន់មកភ័យទាំងស្រុងគាត់ថាយើងបានពុតមុនបាទអីបានទឹកអីតិចតួចអញ្ចឹងទៅក៏មានអារម្មណ៍ថាមានកក់ក្ដៅនៅរឿងលេងសោខ្លាចលេងសោភ័យលេងសោញ័រដូចអាភ្លាមនោះហើយអាភ្លាមនោះមានទេបងប្អូនណាញ័រតតាត់ដោយកូនកែប្រឡាក់អំបិលហ្នឹងញ័រភ័យខ្ញុំនេះវាអត់ឃើញទេតែវាភ័យគេដែរហើយផ្អើថាប្រពន្ធស្រែកតែបងចេញមកហើយយើងនេះវាអត់ឃើញទេប៉ុន្តែអត់ឃើញមិនដែរវាកើតហេតុចម្លែកដូចគ្នាគ្រាន់តែថាយើងងើបផ្លឹបយើងកម្លាំងយើងធម្មតាថាងើបវឹបមកវាសាប់តែមានអារម្មណ៍ថាដូចស្អីទាញយើងចុះទៅក្រោមមកយើងអង្គុយអុករត់ទៅហ្មងទៅលើនឹងវិញហ្នឹងទៅតែយកប្រឹងងើបទៀតវាឈឺអាកលាក់ជើងហើយ admin ជីម៉ូតូយូរដែរហើយក៏វាអត់ដែរឃើញបញ្ហាអញ្ចឹងទេចង្កាលពេលខ្លះ admin ជីពីបៃលិនទៅសៀមរាបឡើងតាមទីមានជ័យឡើងមកអីទៅតាមខាងសៀមរាបនោះ admin ជីទៅតែញយទៅតែមិនមានបញ្ហាអីទេជីទៅនឹងក៏វាមិនដែរចប់លមូលអីដល់ថ្នាក់នោះទេវាក៏ដល់ខាងថ្នាក់យើងក្រោបវាមិនរួយវាមិនដល់ថ្នាក់ហ្នឹងដល់តែយើងជីមកតាមផ្លូវហ្នឹងក៏ឃើញអញ្ចឹងក៏អត់បានចាប់អារម្មណ៍ទេបងប្អូនតែបើចាប់អារម្មណ៍ខ្លាំងជាងគេមកដល់ចដពោធិ៍សាត់នៅតាមផ្លូវហ្នឹងក៏ឃើញអ៊ំចាស់ម្នាក់អ៊ំស្រីហើយគាត់ស្លៀកពាក់បងប្អូនហើយនិយាយមួយម៉ាត់តែបើបងប្អូនគិតថាអាហ្នឹងវាមិនខ្មិចអាហ្នឹងខ្ញុំអត់ដឹងណាតែស្លៀកពាក់ដូចម្ដាយខ្ញុំអញ្ចឹងទាំងស្លៀកពាក់ទាំងរូបរាងទាំងសក់ហើយម្ដាយខ្ញុំគាត់ឈឺជើងគាត់កាន់អាឈើដើមអាស័យប៉ិនមេជើនៅគាត់កាន់ច្រត់អញ្ចឹងថាដៃគាត់ខាងឆ្វេងអញ្ចឹងគាត់បាក់ហើយបូគ្នាបែបបិទអញ្ចឹងដល់ឲ្យយើងជិះមកហួសមកវឹងយើងជិះមកវឹងនោះអត់បានចាប់អារម្មណ៍ពោះទៅមកវឹងដីរៀងឆ្ងាយដែរក៏សួរប្រពន្ធអូនអើយបងមិញឃើញអ៊ំស្រីក៏ដើរតាមផ្លូវហើយនិយាយថាវារូបរាងដូចម៉ាក់បងតិចគាត់មកនេះដឹងគាត់មកសម្រាប់ផ្ទះបងប្អូននៅខាងពោធិ៍សាត់នេះពោះផ្ទះគូបងក៏ដល់ពោធិ៍សាត់នឹងដែរតិចខ្លាចលោកគាត់ខឹងពូខឹងអីគាត់មកតាមផ្លូវអីចឹងទៅណាគាត់ណែលេបងម៉ាក់ណាម៉ាក់នៅផ្ទះយើងនៅហ្នឹងទេបងផ្លៃមកដល់ហើយក៏ទេទៅផ្ទះសាក់ទេទៅឈប់ម៉ូតូក៏ទេទៅផ្ទះទេទៅម៉ាក់ទេទៅអត់លើកក៏គិតថាប្រហែលជាគាត់សម្រាប់ឲ្យយប់ព្រោះយើងចេញទៅយប់ហើយនោះយើងទៅដល់ពោធិ៍សាត់ចិត្តដល់ពោធិ៍សាត់ហ្នឹងម៉ោង2:10ជាង7:01ដែរដល់ហើយពោយើងថាឥឡូវមិនម៉ាក់យើងបកទៅក្រោយសិនណាអូនខ្ញុំគាត់ថាមិនទេបងមិនបកទេអូនគាត់មើលចាស់ហើយបើថាផ្ទះគាត់នៅចិត្តហ្នឹងអីទេឬក៏មិនមែនម៉ាក់បងអីតែគាត់ថារូបរាងវាដូចគ្នាអូខេជូនគាត់ទៅហើយគាត់ជិះពីក្រោយឯងទៅបងមិនទេអីគាត់ចាស់ហើយអូនគាត់ដើរកាន់ឈើចតច្រើនល្ងិតពពីមកពើមបាហាណាសវឹងបើកមកបុកគាត់ទៅគ្រូថាតាមផ្លូវតាមអីនឹកឃើញថាមានចិត្តអាណិតអញ្ចឹងណាដល់ហើយយើងបត់កម៉ូតូទៅអត់មិនទៅមើលគាត់បន្តិចទៅហើយសាកសួរគាត់បើថាទៅគាត់ចិត្តហ្នឹងទេយើងជូនគាត់ទៅបើថាគាត់នៅឆ្ងាយក៏កាក់ឡានកាក់អីចឹងទៅយើងចេញលុយចេញអីឲ្យគាត់ជិះឡានជិះអីចឹងទៅបងប្អូនហើយញ
ខ្ញុំបកទៅក្រោយវិញមែនព្រោះខ្ញុំថាអត់ឲ្យបកទេតែខ្ញុំពូន admin ចូលឧស្សាហ៍ចូលចិត្តជួយគេណាតាមផ្លូវតាមអីយប់ប្រលប់តែពេល admin មានបញ្ហាអីវិញបែកកង់ឬក៏ខូចតូតាមផ្លូវអត់មានបណ្ណាហ៊ានជួយ admin ទេទោះបីជាអ្នកនឹងតនេបណ្ណាក៏ដោយជិះម៉ូតូសុខចិត្តជិះហើយងាកមើលយើងនៅតែត្រីទៅបាត់ហ្នឹងទៅ admin មិនអន់ចិត្តអន់ថ្លើមអីរឿងគេមិនជួយទេគ្រាន់តែថាយើងយប់ប្រលប់អីកាលណាក៏ជួបគ្នាអីចឹងទៅក៏សាសួរមួយម៉ាត់អីចឹងណាព្រោះយើងអ្នកធ្វើដំណើរដូចគ្នា admin ក៏បកជិះទៅក្រោយវិញជិះទៅព្យាយាមជិះអត់លឿនទេជិះមួយប្រគាត់ជិះទៅថាឲ្យឃើញគាត់ហ្នឹងជិះទៅវាអត់ឃើញគាត់ទេជិះទៅហួសអាកន្លែងទៅជួបគាត់ហួសទៅរឿងឆ្ងាយទៅគាត់ថាចំហើយអ៊ំហ្នឹងគាត់ដើរទៅងឹតទេដើរទៅធ្លាក់បន្លាយទៅអូននេះក៏អត់ទេស្រាប់តែយើងជិះរកគាត់អត់ឃើញដល់ពេលយើងជិះរកគាត់អត់ឃើញយើងក៏គិតថាឥឡូវប្រហែលជាគាត់ចូលទៅណាទៅណីបត់ដៃបត់ជើងឬក៏គាត់ដល់ផ្ទះគាត់ហ្នឹងហីយើងជិះខុតពីកន្លែងហ្នឹងទៅអាកន្លែងដែលជួបគាត់ហ្នឹងណាយើងជិះខុតពីកន្លែងហ្នឹងទៅស្រាប់តែយើងជិះខុតពីកន្លែងហ្នឹងទៅហួសនឹងបន្តិចសាមរសដល់មកប្រិមិត្តដែរអានេះនិយាយថាពីស្ដែងមហាស្ដែងហ្នឹងមិនដឹងថាបងប្អូនប្រិមិត្តហ្នឹងធ្លាប់ជួបដូចខ្ញុំឬអត់ទេអានេះស្ដែងមកទំហឹងមកពេលដែលឃើញគាត់នៅមុខយើងណាបក់ដៃឲ្យយើងឈប់បក់ដៃឲ្យយើងឈប់ទាំងដែលខ្លួនគាត់ហ្នឹងអត់មានក្បាលទេបងប្អូនអើយគឺអេដមីននិយាយព្រុសបលដល់ឃើញយបក់ដៃហៅហ្នឹងអត់មានក្បាលទេហើយអេដមីននិយាយចឹងទៅព្រុសបលខ្លួនឯងនឹកឃើញអារឿងហ្នឹងឡើងនៅតែខ្លាញ់បក់ដៃហៅយើងហើយក៏បុតក្បាលទៅងើហើយបក់ដៃហៅយើងអាដៃបាក់គាត់ហើយទៅវារូបរាងដូចម្ដាយអេដមីនណាដូចសុតសាតហ្មងប៉ាទោសលោកហើយដល់ហើយក៏យើងអត់មានទៅឈប់ទេកាច់ម៉ូតូឡើងមកគៀនមកកណ្ដាលពុបមួលទៅរយមកទំហឹងហើយប្រពន្ធខ្ញុំចេះតែគក់ខ្ញុំពីក្រោយខ្ញុំប្រាប់បងឯងហើយថាកុំនេះកុំបកទៅក្រោយវិញអត់ជឿខ្ញុំទេបងឯងចឹងមកឲ្យឃើញអញ្ចឹងខ្ញុំបដាវាយខ្ញុំបដាថាបងចង់ជួយគាត់អូនបងចង់ជួយគាត់តែឥឡូវវាមិនបានជួយទៅចិញ្ចឹងហើយអត់ឯងកុំខឹងបងចូលជិះម៉ូតូមួលឡើងលួនមួលរហូតទៅដល់វងមូចំោះជ្រូកកន្លែងក្អមកន្លែងឆ្នាំងដីហ្នឹងឆ្នាំងដីខេត្តពោធិ៍សាត់ហ្នឹងអាចំោះជ្រូកហ្នឹងយើងជិះចូលទៅក្រុងទៅដល់ការ៉ាសាំង PTT ឈប់នៅការ៉ាសាំង PTT ហ្នឹងគាត់យំបដាគាត់ថាឲ្យបដាអត់តែហ៊ានយំខ្លាំងឯខ្លាំងម៉ាស់គេតែយំខ្លាំងគេមើលមុខគាត់យំបដាស្ដីឲ្យខ្ញុំផងថាឲ្យខ្ញុំយំបដាអីបដាហើយគាត់ថាឥឡូវបងអើយកុំទៅមកទៀតអីយករោទស្សនៈដីទៅបងដល់អញ្ចឹងណាអូនជិះលេងទៅហើយលើកហ្នឹងបងសន្យាថាបងឈប់ជួយអ្នកណាទោះបីជាឃើញអីក៏បងអត់ជួយដែរអ្នកណាឈឺអ្នកណាអីថ្មីក៏បងអត់ជួយដែរប្រពន្ធខ្ញុំគាត់ថាអងអើយដីទស្សនៈទៅបងដីទស្សនៈទៅយើងកុំទៅមុខទៀតអីហើយក៏ប្រាប់គាត់ថាអូនអើយបងសុំច្បាប់ទេបានតែ2ថ្ងៃទេអូនបើយើងសម្រាកនេះទឹកឡើងរមយើងទៅដល់រមយើងធ្វើអីទៀតអត់ទាន់ទេអញ្ចឹងយើងសុំច្បាប់គេបានតែ2ថ្ងៃទេពីកន្លែងការងារមកនោះអញ្ចឹងពុនខ្ញុំគាត់ថាបងខ្ញុំពិតជាខ្លាចមែនខ្ញុំអត់ចង់ហ៊ានទៅទេបងតែថាអត់អីទេបងតើលើកនោះបងលេងឈប់លេងជួយអ្នកណាហើយខ្ញុំអត់ជឿបងឯងទេបងខ្ញុំបងឯងនៅចិត្តចូលចិត្តជួយគេណាខ្ញុំអត់ជឿបងឯងទេគាត់ទៀមទាដីតែណាឲ្យខ្ញុំនេះខ្លាចតែមកដល់ការងារវិញខ្លាចគេបញ្ឈប់ការងារទៅវាស្បៃទាំងអស់គ្នាខ្ញុំក៏ព្យាយាមនិយាយមួយគាត់ទៅថាឥឡូវអូនឯងនេះទៅមួយបងតបងធានាថាបងលេជួយអ្នកណាហើយសន្យាមកគាត់ចឹងទៅគាត់ក៏ហួក្បាលទៅគាត់ក៏យកព្រមទៅមួយខ្ញុំថាទៅដល់ពេលហើយយើងក៏បន្តដំណើរពីការ៉ាសាំង PTT នៅក្នុងក្រុងពោធិ៍សាត់ហ្នឹងយើងក៏ធ្វើដំណើរចេញទៅទៀតចេញទៅអញ្ចឹងមុននឹងចេញទៅក៏ប្រាប់គាត់ថាឥឡូវចេះអូនឯងភ័យខ្លាចអូនឯងអត់នេះចឹងអូនឯងឃើញអីធ្វើដូចអត់ឃើញចោះហើយបើខ្លាចខ្លាំងអោបបងជាប់មកហើយបើខ្លាចខ្លាំងអោបបងជាប់មកប្រាប់គាត់ចឹងណាគាត់ចឹងគាត់ថាគាត់ងក់ក្បាលគាត់អត់និយាយតែគាត់ផានៅភ័យឡើងបាក់ស្បាណាគាត់នឹងងក់ក្បាលហើយគាត់ថាយើងក៏ជិះទៅទៀតទៅគាត់ថាអញអោបបងជាប់ទៅហើយ admin ណាមិនអត់ខ្លាចដូចអាគ្នាណាគាត់ថាយើងធ្វើឲ្យរឹងមាំទៅធ្វើមិនឲ្យប្រពន្ធមើលមកថាយើងអត់ខ្លាចទៅមិនខ្លាចដូចអាគ្នាណាតែបើយើងខ្លាចហើយក៏គាត់ខ្លាចអីយើងធ្វើខ្លាចទៀតតែឥឡូវបានវិណាជួយវិណាពឹងវិណាចឹងហើយមានតែយើងអត់នេះមានតែយើងធ្វើឲ្យយើងមាំទៀតណាដូចអ្នកក្លាហានហ្នឹងណាតែក្លាហានបើសិនដូចជាអាការដែលគាត់ឃើញពីយោជើងលើក្បាលហ្នឹងគ្មានតែបាននៅសម្រាប់ហ្នឹងទេចេញតាំងវិចូលព្រាមលើអាកន្លែងខ្ញុំឃើញរឹងយល់អីហ្នឹងឃើញ6 7រឹងយល់តែរឹងមួយហើយផុតពីហ្នឹងអត់មានវាអញ្ចឹងវាចម្លែកចឹងមកវាមានអារម្មណ៍ថាថ្ងៃហ្នឹងដូចជារស័យដាក់ឬក៏រស័យធ្លាក់អាម៉េចមិនដឹងឬក៏សយរបស់ខ្ញុំឬក៏វាអាម៉េចឬក៏មានកម្មពីអរិយអីមួយគ្នាបានវាទៅវាឃើញចឹងហើយថ្ងៃអាហ្នឹងជាផ្លូវដំបងជាថ្ងៃដំបងដែលខ្ញុំជិះទៅវាជួបអញ្ចឹងវាឃើញអញ្ចឹងតែបើខ្ញុំជិះម្នាក់ឯងដូចជាអត់កម្រឃើញបើទោះជាឃើញក៏មិនឃើញសាហាវដល់ថ្នាក់ហ្នឹងដែរពួកអីបើខ្ញុំជិះម្នាក់ឯង
បើជួបមនុស្សខ្ញុំចង់សួរបើថាឃើញចាស់អីមើលទៅគាត់ដើរអីធ្លាប់មានជួយពេលកាលខ្ញុំទៅស៊ីមរៀបអីនៅមកជួម្ដុំថ្មគោលអីយាយគាត់ដើរតែគាត់នោះដូចជាអ្នកសុំទានទេតែគាត់ទៅពីចំោះជោគផ្លូវទៅកវលមួយផ្លូវទៅកវលមួយឡើងមកមាត់ដំបងដាក់គាត់ទៅដល់ជ្រួយទេទៅដាក់ដឹងទៅដាក់គាត់ដាក់នឹងហើយក៏ខ្លួនឯងក៏បន្តដំណើរទៅមុខទៀតទៅតែមានចូលចិត្តជួយអញ្ចឹងដល់អញ្ចឹងទៅដល់ឃើញមនុស្សពិបាកនៅវេទនាតាមផ្លូវអីវាមានអាកូនចិត្តនោះមួយគឺថាបើគេពិបាកបើសិនជាមានអ្នកជួយមិនដឹងថាគេសប្បាយចិត្តប៉ុណ្ណាទេមិនថាអេដមីនមិនថាអ្នកណាទេដោយតែគ្នាហ្នឹងចិត្តខ្លាំងមែនហ្នឹងបងតាតែខ្លះដូចជារឿងនៃអេដមីននិយាយនេះបើសិនជាខ្ញុំអត់ចោះទៅជួយទេអត់បកទៅក្រោយទេគឺរឿងហ្នឹងគឺអត់ត្រូវឲ្យគ្រួសារខ្ញុំហ្នឹងពួកខ្ញុំហ្នឹងគាត់ភ័យក៏ណាក់ហ្នឹងទេយល់ហើយយើងក៏បន្តកណ្ដាលមកហើយអេដមីនឃើញរឿងចម្លែកមួយពេលដែលមានឡានធំជិះមកវ៉ាយើងពីមុខវឹងតែមានសមោលមួយដូចមានពីណាជិះកយើងអញ្ចឹងអាសមោលអាឡានជិះទៅលើមកយើងមើលពីក្រោយទៅអាសមោលវាហ្នឹងឃើញក្បាល2ដង floor អមមួយយើងអញ្ចឹងឃើញយ៉ាងឲ្យតែឡានវ៉ាយើងពីក្រោយឃើញចឹងរហូតមកទល់ដល់លោកតាតបងកញូទល់ដល់តាបងញូទៅចុះពីលើម៉ូតូអីលើម៉ូតូហ្នឹងទៅដល់ឲ្យធូបឲ្យអីហើយចាត់ថ្វាយគុំគាត់រួចហ្នឹងសូមសេចក្តីសុខសេចក្តីចម្រើនដោយក្រឹតបារមីលោកតាដោយនិច្ចបារមីរបស់លោកតាសូមឲ្យកូនចៅដែលធ្វើដំណើរតាមផ្លូវនេះបានសេចក្តីសុខសូមឲ្យភ័យសូមឲ្យអន្តរាយទាំងឡាយណាដែលបានកើតឬក៏បំរុងនឹងកើតសូមឲ្យវិនាសសូមកុំឲ្យជួបឬសូមឲ្យសាបសូន្យទៅដោយរត់ដោយអំណាចនៃបារមីរបស់លោកតាបុត្ររបស់លោកតាសូមលោកតាជួយកូនចៅបានសេចក្តីសុខសេចក្តីចម្រើនទៅមុខតទៅទៀតដើម្បីកុំឲ្យជួបរឿងចម្លែកហេតុភេទចម្លែកដែរទៅអេដមីនទៅជិះទៅរហូតទៅដល់ស្ដៅផ្លូវចូលពីស្ដៅមកតាមបដាមកតាមស្នឹងមកតាមអីហ្នឹងគឺមកជួរហ្នឹងគឺវាពីស្ដៅមកតាមហ្នឹងវានេះទេវាមានភូមិមានអីទេគ្រាន់តែថាផ្លូវកោមកហ្នឹងវាស្ងាត់ឯណាមួយវាមានភ្នំសងខាងព្រៃសងខាងអញ្ចឹងណាហើយចូលទៅដល់ក្នុងមានចកាកស៊ូចកាពោតគេអញ្ចឹងទៅដល់ដូចផ្ទះភូមិយើងឯងប៉ុន្តែវាជាចកាចូលទៅរហូតចូលទៅដល់ក្នុងជីទៅដល់វត្តអរិយផលហូបវត្តអរិយផលបន្តិចទៅគឺអត់សូវមានភូមិអត់សូវមានផ្ទះទេគឺលឿនឈើងមកទីទៅផ្ទះគេមួយភ្លើងផ្លុងតាមចកាកស៊ូគេមួយអញ្ចឹងទៅជីរហូតទៅដល់ O75 ពេលហ្នឹងយើងឡើងតពី O75 ហ្នឹងមកដំបូងឡើយប្រងថាកាច់ឡើងទៅខាងព្រំយ៉ាតបន្ទាប់ប្រាំព្រំយ៉ាតទៅឆ្ងាយទៅបត់ចូលមកដល់ចកាវិញហ្នឹងដីចូលប្រហែល30គីឡូជិត40គីឡូវិញអញ្ចឹងវាឆ្ងាយអញ្ចឹងយើងសម្រេចចិត្តថាអាផ្លូវកាត់ហ្នឹងទោះបីជាវាព្រៃវាដប់វាភ្នំវាផ្លូវបាក់ជាងបន្តិចតែចូលតាមផ្លូវហ្នឹងវាស្រួលព្រោះវារើចិត្តព្រោះវាយើងចេញពីហ្នឹងទៅ5-10គីឡូអីដល់ហើយប៉ុន្តែគាត់ថាផ្លូវដែលយើងជិះហ្នឹងគឺវាពិបាកជិះទៅពិបាកតែយើងទៅមកដល់យើងហុះអូ75បន្តិចនៅកន្លែងនោះកន្លែងសៃឡូថៃគេទៅធ្វើថ្មីសៃឡូថៃនេះជាងភ្លើងដែលឡើងទៅផ្សារតបោផ្សារអីហ្នឹងវាផ្លាត់ស្នៀតហ្នឹងវាជន់ផ្លាត់ទៅដល់គាត់កលាច់ជើធ្លាក់មកក្រោមបងហើយនេះយើងចូលទៅរឿងនោះបន្តិចធ្លាក់មកអាដែកទៅវាក្រោមមានទេបងប្អូនហើយ 3-4 ដើមធ្លាយពូធ្លាយទ្រូងមកហើយជាពិសេសហ្នឹងធ្លាយអាគារក្បែរស្លាប់បជាវហ្នឹងធ្លាយបុកមកពងកមកស្លាប់តែមុនស្លាប់ហ្នឹងគឺវេទនាណាបងប្អូនហើយនៅកាលនោះអេដមីនសងកម្មវិធីមើលហ្នឹងតែមានអាយុតែអេដមីនទៅនោះណាមុនហ្នឹងពួកអីកន្លែងហ្នឹងអេដមីនស្គាល់មកជួរហ្នឹងច្បាស់ដល់យុគអត់ទេដូចថ្ងៃច្រឡំមកបងនេះមកជួរហ្នឹងគឺច្បាស់មកហើយដឹកគាត់ទៅដឹកពន្ធទៅមួយនេះជីទៅដល់ម្ដុំហ្នឹងហៅស្ពានស្អីគេទៅអេដមីនទៅឈ្មោះមកទៅដល់ស្ពានហ្នឹងសាប់ទៅដល់ស្ពានហ្នឹងសងខាងវាអូហើយអាប្រឡោះកដាលព្រៃដល់ហើយយើងជិះវឹងទៅយើងដាក់មកភ្នែកមកសលេងដាក់ភ្នែកឡកលេងឈរលបឹងប៉ុណ្ណានៃលកមកអ៊ូមើលអាទីងម៉ូគេធ្វើចាំស្រែយ៉ាងមកបងខ្ញុំក៏អត់មកដែរធ្វើមិនឃើញមកជិះទៅមុខអផុតមកមកថាយើងឃើញវាជិះឲ្យធ្វើមិនឃើញជិះទៅមិនទុកទៅដល់វត្តកូនដំរីខាងលើខាងត្បូងមាននៅនោះមានវត្តកូនដំរី2មួយនៅខាងជើងមួយនៅខាងត្បូងដល់ឲ្យយើងចូលមកដល់វត្តកូនដំរីហ្នឹងសាប់តាដាក់លេខមកកលេងពុបទៅក្នុងខ្លោងធាវត្តហ្នឹងក៏ចង់កណ្ណាខ្លោងធាវត្តហ្នឹងហើយសឡឹងមកមើលយើងសឡឹងអត់ដាក់ភ្នែកទេយើងអាកតុយភ្នែកខ្លាចទៅចង់មើលមានអាកតុយភ្នែកចេះតែដៀងអាដៃចេះតែមូលយាតែមុខមាននេះទេហើយមិនដឹងថាប្រពន្ធគាត់ឃើញនឹងទៅព្រោះគាត់អោបគាត់ហាយគាត់ឃើញក៏មិនដឹងឃើញបើគាត់ឃើញក៏គាត់ហ៊ានមន់ពួកអីវាព្រៃទៅព្រៃសឹកហ្មងព្រៃអត់ទាន់មានណល់កស៊ូអីស្រួលដូចយើងបច្ចុ
បនឥឡូវគេទំចាក់ថ្នល់ប្រហែលមួយឆ្នាំនេះទេគេធ្វើស្អាតនោះប្រហែលឆ្នាំមុនមានធ្វើស្អាតអីទេផ្លូវឲ្យវឺតមៀជិះចងងាប់ស្រួលទេតើយើងទៅឃើញនៅហើយក្នុងខ្លួនភ័យដែរតែក្នុងមាត់ពុទ្ធោទៅចឹងរហូតទៅដល់ស្ពានអភិវឌ្ឍនោះផ្លូវនោះឡើងទៅព្រៃផ្ទះឡើងទៅខាតែម្ដងបាទសាប់ហើយជិះទៅដល់កន្លែងទំនប់ដែលគេធ្វើនោះក៏ជិះទៅដល់ហ្នឹងពាក់កណ្ដាលយប់បងប្អូនមិនមែនពាក់កណ្ដាលយប់ទេបៀតលឺហើយយើងទៅដល់ហ្នឹងចិត្តលឺហើយម៉ោង 3 កន្លះហើយម៉ោង 3 កន្លះអីក៏សាប់គេក្មេងប្រហែលអ្នកហ្នឹងវាអង្គុយលើទំនប់ទឹកគេហ្នឹងអង្គុយលើទំនប់ទឹកហ្នឹងលេងនិយាយគ្នាលេងពីនេះពីនោះមិនដឹងទេនិយាយគ្នាលេងឃើញអង្គុយញ៉ាំលេងយើងបត់ម៉ូតូបបាវក៏មិនបានមើលមុខវាចំដែរព្រោះយើងផ្លូវពិបាកបើយើងឡៃតែមើលមកក្រោយមើលមកយាងនេះខ្លាចមកគួរថ្នាក់យើងទៅតាមបន្លាយជាហ្នឹងទៅជិះតាមបន្លាយហ្នឹងទៅរហូតហើយលងត់បងប្អូនហើយងត់ឈឹងមកហើយគ្មានផ្ទះមួយទេចុះមកតាមហ្នឹងគូស្នាប់ជុំវាបដល់ជិះយូរទៅប្រពន្ធខ្ញុំគាត់ថាបងខ្ញុំមានអារម្មណ៍ថាដូចរៀងធ្ងន់កដល់ហើយមិនចឹងអូនឯងញ៉ាំផ្អែមច្រើនវានេះដឹងហីរយកដឹងហីឬក៏វាមិនអត់ទេបងខ្ញុំមានអារម្មណ៍ថាដូចរយកដល់រយចប់មែនទេអ្នកមានអារម្មណ៍ថាធ្ងន់ដូចស្ពីអីធ្ងន់ចឹងបងខ្ញុំក៏មានអារម្មណ៍ថាដឹងថាចំបើមានអារម្មណ៍ថាអញ្ចឹងអូអីពីកាលដែល admin មកម្នាក់ឯងក៏អញ្ចឹងដូចគ្នាគាត់ថាវាមានអារម្មណ៍ថាមានស្អីតោងវាក្រោយដូចយើងស្ពីសាក់កដោយើងស្ពីវ៉ាលីចឹងណាមានអារម្មណ៍ចឹងដូចគ្នាអញ្ចឹងខ្ញុំថាឥឡូវអត់អីទេអត់ឯងចេះទៅឥឡូវស្រាក់ម៉ូតូតិចទៅពួកខ្ញុំថាបងសម្រាប់ម៉ូតូមិនក៏ដើរទៅងឹតឈឹងហើយអត់មានផ្ទះមួយហ្នឹងអត់ទេអត់ឯងនេះទៅបងបើកភ្លើងពើភ្លើងអីមើលមុខក្រោយឲ្យហើយអត់ឯងនោមទៅនោមហើយសាប់អានោមចុះមកបន្តិចហ្នឹងចុះទៅនោមហើយឡើងម៉ូតូមេឃវាធ្លាប់តែវាស្រឡះវាអត់អីវាមានកាយមានអីមកលហើយមកបំពេចហ្នឹងបងប្អូនសាប់តែមកបំពេចហ្នឹងភ្លៀងយោភ្លៀងហើយភ្លៀងអូខាងអាណាគេពីកាលមកចាំភ្លៀងមកបន្តិចហ្នឹងមកបំផ្លេតហ្នឹងភ្លៀងដល់យើងជិះទៅដល់ម្ដុំចិត្តដល់ដីក្រហមជិះទៅជិះឆ្លងកាត់ក្រុមហ៊ុនមួយពីរហើយបានទៅដល់ម្ដុំដីក្រហមឆ្លងកាត់ដីមកជួមកជំនាញហ្នឹងដល់ពេលយើងឆ្លងកាត់ចឹងទៅក៏មានអារម្មណ៍ថាអត់គ្រូទេព្រោះដោយសារអីមានអារម្មណ៍ថាដូចបើប្រពន្ធដៃគាត់មិនទៅជាដល់ណាហ្នឹងទេដៃគាត់លូកអបចកេះយើងណាគាត់ថាដៃលូកមកទៅជាស្រេបមកហើយដល់ចឹងហើយខ្ញុំសួរអូនឯងងាយមែនអូនឯងទៅជាខ្លួនដៃជើងអូនឯងទៅជាដល់ហើយនេះគាត់ក៏ឆ្លើយមានថាបងត្រូវទៅព្រាមឲ្យទៅជាមិនខ្ញុំក៏មានអារម្មណ៍ថាចម្លែកទេបើត្រូវទៅព្រាមទោះបីមនុស្សយើងយ៉ាងណាក៏ដោយដៃវាណាគឺមានមិនទៅជាដល់ណាហ្នឹងទេមនុស្សយើងមានកំណៅតែនោះលូកមកអបចកេះយើងលោកទៅជាស្រឹបហ្មងបើខ្ញុំអត់មានគិតខ្លួនឯងទេមិនបានឯងគិតខ្លួនឯងចុំតិចខ្មោចជីពីក្រោយពុនឯងទៅនៅឃើញតែអញ្ចឹងតែអត់ហ៊ាននិយាយទេព្រោះវានៅកណ្ដាលព្រៃស្ងាត់មកបងពេលហើយកូននិយាយមកអូនឯងសាក់ឆ្លីដៃហើយយកមកប៉ះបងភាសាទៀតមើលពេលគាត់ឆ្លីដៃយកមកប៉ះក្តៅអញ្ចឹងអូនឯងអោបបជាប់ដល់ពេលគាត់ថាមិនបងល្ងាមែនថាប្រហែលជាល្ងាអូនឯងអោបបជាប់ល្ងានេះត្រូវគ្លៀវអមមកជីខុតពីហ្នឹងប្រហែលជាអត់ដល់1 គីឡូដីទេសូម្បីតែភ្លៀងមកតំណក់ក៏អត់មានដែរភ្លៀងតែមកកន្លែងពុទ្ធខ្ញុំនោមនោះភ្លៀងទៅហ្នឹងមិនតិចទេហើយមេឃខ្មៅហ្នឹងក៏វាមិនខ្មៅអីណាស់ណាដែរវាខ្មៅមកល្មមមកបាំងអើយមកផ្លេតមកមិនតិចផ្នែកហ្នឹងតែមានហងមានអារម្មណ៍ថាដូចអត់សូវស្រួលហ្នឹងហើយក៏ឲ្យប្រពន្ធជិះពីមុខខ្ញុំជិះពីក្រោយខ្ញុំជិះពីក្រោយគាត់វិញប៉ុន្តែខ្ញុំអ្នកដប់ទេប៉ុន្តែឲ្យគាត់អង្គុយមុខនៅពេលឲ្យគាត់អង្គុយមុខខ្ញុំអ្នកដប់ដល់ដប់អញ្ចឹងបងប្អូនណាវានឹកស្មានមកដល់និយាយមួយម៉ាត់បងប្អូនណាធ្លាប់ជួបបងប្អូនណាប្រហែលជាមិនធ្លាប់ជួបទេនិយាយមួយម៉ាត់ខោបងប្អូនក៏ថាខ្ញុំខោរយោះពេលលហើយបងប្អូនអាដៃដែលលូកអោបចកេះយើងពីក្រោយភ្ញាក់ប៉ុនគេធាក់ហ្មងញាក់ឡងកញ្ញាភ្ញាក់ឡើងដួលម៉ូតូអ្នកឡើងដួលម៉ូតូហើយ admin អស់ជង្គង់អស់កែងដៃហើយពុនខ្ញុំនោះគាត់អស់ដៃតិចទៅមុខនោះតិចទៅហើយជង្គង់គាត់នឹងឡើងលទូអស់ហើយគាត់ក៏អត់មានមាត់អីទេថាបងឲ្យចាំយើងទ្រាំជិះទៅហើយលះទៅដល់ផ្ទះខ្ញុំងុយដេកគាត់ថាអញ្ចឹងខ្ញុំងុយដេកដល់ហើយ admin មានអារម្មណ៍ថាភ័យខ្លាចឡើងចង់ចេញទៅភ្នែកហើយក៏ឥឡូវចេះទៅមានតែចេះទេអាទូរស័ព្ទយើងនោះដកមកប៉ាប់ដាក់ឡុងចន្ទថាមាននេះបើកអាពើយើងអាពលឺពើកាមេរ៉ាក្រោយនោះបើកបែរទៅក្រោយដាក់ឡុងចន្ទថាដាក់ចងអាទូរស័ព្ទនោះជាប់នឹងចកេះហ្នឹងទៅដាក់ឡុងចន្ទថាទេសបដៅសោយបដៅទេសបដៅសោយបដៅទេសបដៅសោយបដៅជិះមកដល់ម្ដុំដីក្រហមម្ដុំយើងខាងរៀលមេហ្នឹងមកដល់មកជួរហ្នឹងកន្លែងផ្លូវបត់ចូលទៅហ្នឹងខ្មោចងាប់ពីទៅដុតហើយទៀតទៅម៉ូជាហើយយើងមកចានីផ្លូវចូលទៅហ្នឹងក៏កន្លែងគេបូជាខ្មោចកដាផ្លូវហ្នឹង4-5កន្លែងចាប់ចូលពីបឹងរៀប3ទៅមកកន្លែងចូលទៅដល់ព្រៃអាស័យជ្រៅនោះមកកន្លែង
tao kia ngọn lại tật nó mà cái lấy khu năng hồn tích mà đông cho ca cầm hôn nó mà cái lấy và cái lấy bố chia khmoi nó cứ phao giờ chi cho tao hay chỉ bắt đầu admin pay mà gì trắng bong bồn phải đẹp pay kháng xong thà ở đằng là float ai điện nôm nạ khao thì pay vô tao maintain pay đông mốt còn tình thua tao còn ta pay vẫn lâu tao pay nà lên như nào pay bồn nhom đấy nhiều cột có luôn có chập đam nhô và cột nhô maintain nhô xuống nó nhôm ấy cột coi phải giật cột vậy cho hơi nhôm bỏm còn gì thay còn là nghĩa nhô năm tháng ôn chẳng còn ấy đi thì chia tao tiếp hơi sao bọn phố nó chỉ cả tao đồ chặt mê lòng ôn ai dương lương một tô dương chia tao nó một tô admin đã lương quay bỏ lương nó vừa chia tao rồi ơi đau mà xây cái này bố chia sọp đau mà xây để thà không mồi cầu và bố chia tao không mồi về việc trạo hái về lô tờ tung nó đau mà xây nó admin xong rồi sai rồi một thâu ai mà còn khơi ở sự bưng lâu đau mà xây nữa nên là chẳng tao tại dương tao cá có về một cá nên là tao mốc về tao đào một nắng không thơm mất chia phật tụ bây cái lúc có lọc na cái đó rồi chết prom chia hay chơi sân nang hay đăng bảo phồn mà tô bị ọt bay con cho bôi nó bala xây bala ấy việc một đai bàn tay van việc một đo chết đo ô chết đo tẹt man rồi bàn việc thu bị ọt bay con nó mà chua nó một bay con nó mà chua nó vĩnh admin bài giờ kèm bay đầu ngọt là vừa rồi bưng hơi dương chi bao vô mong tới ông ôn qua tại mong ôn này là thuộc mọi lon dương chỉ bông chỉ to bao rồi tập nia thì nói bao vô tập maintain vô tập này đấy đại nhưng mà chết chọn đã tàu mà tầm hơn mong mua tàu tập đào mọt ố lâu chỗ tập tẹt nhóm nó tập đào mọt ố lâu chỗ tập tẹt chấm nó còn một tôi cho đam thu đài tập đào lâu chỗ tẹt thu mồm đào tới và hai trận đây bay buồn rồi mà tiệt đào tẹt nó có bài plư mồm buồn là pram nó thay mồm pram chứ như sao làm tiếp bọc pram thì cái môn là nhiều môn này ở đó buồn không có plak ai hơi quật chập đam nhẹ bằng dục tàu mỏng nhẹ có đau khuôn vô nhẹ có đau khuôn vô là hãy bật láng quật astro khuôn tọt tinh nam tinh e quật lê bay hai bà hai chỉ màu pì nọ hai trăng quật cọp mó còn về rừng bạc mạ nhom mà ở dục mình nhom chim tô mà bón chuột mọi lô tam plơ mà là mạ nhóm nó quật gì lê là tập khai sẽ không mọi anh rồi thở mùi thơ thân nam bàn hổ hóng mạ nhóm một con nhảy chân chó anh gì mùi quật nhóm gì về quật mạ ở cho vậy mình khơi nhà không mọi mùi cái đợt lại đào xây đây không mọi đợt đó là sao mà không mọi lột phim trình vì mình chu tàu đào giấy nè mày mình khơi năng là thành khơi anh vô lôi từ chỗ bom gì thì nó mà anh đang ở đường đang đây mà anh ấy màu ta bấu ra đam giấy bừng phần nào này nó với quật dây dây tha ai chơi tình giấy anh đã cắt đồng ngay đây mình khơi xây phóng nè anh ta màu dục anh ta khơi thôi khơi anh hao với mà chuối đỏ tà lông anh mãi ở thàn chẳng là mãi và cay ra hoặc là chụp một bà sọ trốn là mình đăng luôn ở trên sân ang lõ cho mình mà tố với athlete đồng nóng athlete đồng nóng với nhóm người kia mai đồ ngon mắt á phải lên màu sọ bừng chẳng ấy pun nhưng mà tha bà bò chi màu mà đào nôm hai nó chi trổ tam chọp nôm á mà nhom chi mà tô mó nhom ở thiên prap bón này lại bón khai nhom miên là na mà nè ao chỉ cái nhom bị khói mà ao bị khói chẳng tớ hay bón cọp nhẹ gọi là đua mà tô lục ta ao chỉ cái bón tiền hay đua làm cái lật đầy cái lật chơi đó miên ấy nó và giá cái lại cái chơi ngọt cái chơi bia mà là giá thế là giá tại chụp cung mình cái này đó là hai miên có prap quạt thầm mạ cái này mà chua dương tranh màu bị nôm dương cho màu bị tận nộp bị vọt lại như thôi tận nộp đó thì cho màu bị mà chua nắng dương cho màu nắng chỉ máu màn tích máy mới lịch liền chỉ máu đào cuộc nôm màn tích liền hay liền nên liền trở nên mẹ liền là mặt đống năng mà mình lọc năng màn tích năng chỉ màu một hai để màn tích chết ăn miếng liền xong anh mà crop bài mơ hay lê nhâm tăng bị cặp bông cho năng máu mà lên nào được bông cho năng hay dập bẹ na nó lấy thơ được đôi mãi sọt sát mong mão ở đây bạ chẳng ai chơi ở đây mà hiền can trừ trọt nó băng khoa được đôi kia bật mà rồi bịa rồi vào mày cái trong tê mà mãi đang dục nó tê máu phải mãi ta lấy pù nó ấy pù sát nó tê mãi tê lớn và qua tháng anh để ấy cốn dục bảy hồi anh hot bị nghỉ ở cầm lang vào anh võng để ấy mà lời tê có gì tuần nào đào to nó tạp qua ta máy mơ linh nhưng bỏ tổ với nhưng tha bỏ trong tổ xô quan sẽ bỏ táo chiều khu hoàn tích táo với ớt khơi mà anh mở chỉ ở ớt khơi
សាប់មកបកមកវិញម៉ាក់ជីបកមកវិញណាមកស្លៀកពាក់ដូចម៉ាក់ឯងចឹងហើយនិយាយថាពីម៉ាក់ទោសនិយាយតង់គាត់អត់មានក្បាលទេហើយបកដៃឲ្យយើងឈប់ហើយចាំដល់ភ្លើឈប់តាម៉ែមកមាននេះបានមួលទៅទាំងអស់ហ្នឹងមានតែទុកអីទេមួលឲ្យយំមកទៅហើយកញ្ជូកពូនខ្ញុំនេះភ័យងាកទៅយំហ្នឹងហើយជប់ភ័យខ្លាចផងឲ្យខ្លាចបន្ទោសខ្ញុំតាមផ្លូវផងឲ្យផងគក់ផងវាយផងបន្ទោសខ្ញុំថាឲ្យខ្ញុំរហូតហើយមើលលេងអស់ទោះមកមកអូអានេះមិនលេងធម្មតាលេងមកទំហឹងនៅចាស់ហ្មងម៉ែខ្ញុំក៏គាត់ថាចុះឯងចេះធေါ်ចេះអីហើយមិនសូត្រទៅមិនចេះអីទៅបិទបាំងរារាំងអីរារាំងស្អីរាំងអត់ជាប់ផងហ្នឹងម៉ែសូត្រធေါ်បានមកសូត្រធေါ်នៅខាងកកោហ្នឹងដាក់ឲ្យជប់ពុនខ្ញុំហ្នឹងដាក់ទឹកតិចអីតិចឲ្យគ្នាញ៉ាំឲ្យបាត់ផិតបាត់ភ័យហ្នឹងតែមិនដឹងមិនម៉េចថ្ងៃហ្នឹងសួយមែនតាសួយអាចថាចង្រៃយកថាបានថ្ងៃហ្នឹងបាញ់មកតាំងពីហ្នឹងមកជួបរហូតហើយខ្ញុំនេះឡើងមកទោះខ្ញុំនេះចង់ចាំងបេះដូងម្ដងហ៎ម៉ែប៉ុណ្ណឹងដៃខ្លាចដែរហើយចំនួនម៉ែដើរកាត់ខ្មោចងាប់ឲ្យពេញដីលីគ្រាប់ឲ្យគេជូនគ្រាប់ឲ្យគេកូនអាខ្លះបាញ់ផាដាច់ក្បាលមកមហៀងបែកក្បាលខ្ទេចមកមហៀងកូនម៉ែដើរកន្លងហងវាគ្មានទៅស្អីទេហាពួកអស់នេះគាត់និយាយថាម៉ែឯងចេះតែនិយាយចឹងស្រួលខ្ញុំអ្នកនេះបានវាមិនស្រួលម៉ែឯងនិយាយទៅដូចស្រួលណាស់ចឹងម៉ែកុំតែខ្លាចពួកវាទៅមានបានប្រយោជន៍ទេពួកនោះម៉ែឯងនិយាយចេះនិយាយចឹងខ្ញុំនៅខ្លាចយកងាប់ហើយដល់ហើយមកទូគាត់និយាយថាចុងជួយឯងឆ្អេះមិនហែប្រពន្ធឯងឆ្អេះរ៉ៃឆ្អេះយកហាត់ខ្លួនឯងទៅអេដមីនឆ្អេះជួយយាយមិននោមដាក់ខោដល់អីអស់ហើយកូនមានណាម៉ាក់មានបាននោមណាមានបាននោមនៅឆ្អេះទឹកនោមដល់ហើយណាអេដមីនដល់ភ័យពេកទៅលេចនឹងថាខ្លួនឯងនឹងវានោមដាក់ខោដល់និយាយគ្នាទៅគាត់ដឹងថានេះគាត់ដឹងថានោមដាក់ខោហើយមិនភ័យលេងហ្នឹងភ័យយកមកទំហឹងមនុស្សចាស់ហ្មងដល់ហើយរៀលល្ងាចបន្តិចសយទៀតហើយល្ងាចបន្តិចដើរទៅជើងភ្នំដើរទៅរាជការគួសមណែដីដើរហ្នឹងដើរកំណងថាតរទិញអីគេហូបពួកម៉ូតូជិះអត់កើទៅឃ្លីកង់ហ៎ដើរទៅតាំងសាប់ថាមកដល់ចិត្តដល់ភ្នំហើយលុយខូចបឹងប៉ុណ្ណានៃមកគាត់ដាក់ភ្នែកទៅហ្នឹងមានណាអារម្មណ៍នៅសល់ពីម្សិលមិញពេលល្ងាចហ្នឹងពេលយប់ហ្នឹងសល់ចុះដល់ខូចវុបហើយអារូបទីងម៉ងគេហ្នឹងគឺដាក់ចិត្តបើកដាក់ស្អីងាត់ឡើងប៉ុណ្ណានៃហើយដាក់ខ្មៅពាក់មួកទៀតហើយអាខ្យល់បក់យកនិយាយទៅពីភ័យចង់អាចចោលគឺតែខ្មៅយកទៀតតាដល់មើលជាចាំញាក់ចៅគាត់ដឹងថាទីងម៉ងអូយអស់ពលឹងអេដមីនអាលេងមកប្អូនហើយមានសល់ពលឹងគ្មានសល់ប្រលះអីទេដល់ល្ងាចតែហើយជាយប់ហើយមិនល្ងាចហ្នឹងហើយយប់ហើយប្រហែលជាម៉ោង9យប់ដោយសារតែម៉ាក់ខ្ញុំហ្នឹងគាត់មកភ័យពេកគាត់និយាយយកតែហើយណានិយាយឲ្យធ្វើម៉េចឲ្យស្ដាប់ទៅគាត់លយណាស្រាប់ហើយយប់បន្តិចគាត់ទៅងុយទឹកអូព្រោះអីអត់បានបូមទឹកមកដាក់នៅលើទេគាត់ទៅងុយទឹកអូអូទៅមួយកូនខ្ញុំអប្រុសនោះទៅដល់ងុយទឹកស្រាប់មកស្ទុបម៉ែគាត់ស្រែកចាញ់គាត់ជេរថាវីអាកន្រួយម៉ែវានេះហើយមកស្គួយស្អីនៅស្បឹងទៅកន្លែងអញងុយទឹកអាប្រុសកូនខ្ញុំនោះមានណាវាឃើញអញ្ចឹងវានាំយាយវាមកវារត់មកតែខ្លួនឯងហ្មងរត់តបតុយដល់ប៉ាមកយាយឃើញខ្មោចអង្គុយឡងស្បឹងនៅកន្លែងងុយទឹកហើយគាត់ជេរខ្មោចទៀតបាទអញ្ចឹងហើយមានណាទីអង្គុយ40ជាមួយនឹងពូលហ្នឹងរត់ទៅជួយគាត់ហ្នឹងរត់ទៅហ្នឹងមានណាគាត់វាឡើងមកហ្នឹងគាត់វាឡើងវិមន់អូមកគាត់ឡើងអត់រួចគាត់វាឡើងមកដល់ផ្អើលគាត់ឡើងក្នុងភាសាទៀតទៅអុយខ្មោចចេះវាស្រែកខ្មោចម៉ែឯងអញហើយខ្ញុំភ័យផងភ័យអាសើចក៏សើចគាត់ចាប់ដៃគាត់ទាយឡើងមកដល់ផ្ទះហើយគាត់ជូតអីដីសោតទឹកមកពីត្រូក្នុងផ្ទះហ្នឹងស្លាប់ខ្លួននោះថាទុកអានឹងលាងចានលុបមុខលុបអីដល់គាត់មកសាក់ដីចឹងឲ្យគាត់ជូតជួនលាងទឹកលាងអីជូតខ្លួនជូតអីស្អាតឲ្យសម្រាកទៅដល់សម្រាកហើយនឹកឃើញអារូបភាពដែលគាត់វាឡើងមកអាដៃគាត់ក្ងែងផងហើយសក់គាត់រឿងធំយើងថារៀបបាសជ្រងណាដល់ហើយបើយើងស្ទុះទៅឃើញគាត់វាឡើងមកអញ្ចឹងយើងសែកខ្មោចគាត់ថាខ្មោចម៉ែឯងអញហើយនិយាយទៅពីអស់តួបងប្អូនហើយគាត់និយាយភិនភាកមកថាដូចអាខ្មោចដែលគេបូជាហ្នឹងដូចគ្នាអញ្ចឹងហើយដូចអាខ្ញុំឃើញនៅកន្លែងដើមស័យហ្នឹងដូចគ្នាអញ្ចឹងប៉ិនគ្នាអញ្ចឹងអាហ្នឹងមកពីគាត់និយាយផុយនិយាយលយពេកតែងុយទឹកហើយមានណាចៅរត់ចោលដល់មកដល់ផ្ទះវិញជេរអាកូនប្រុសខ្ញុំនោះមកអាចោលជំងឺយករត់ចោលអញបានអញរកផ្លូវបោសងតែមិនឃើញហើយ
រត់បន្ទប់7អញអត់ទេយកមកអញរកផ្លូវឡើងមិនឃើញនៅមកខ្មោចបាច់កអញងាប់បាត់ហើយចេះរត់ចោលគ្នាអញ្ចឹងដល់ហើយពុនខ្ញុំគាត់និយាយថាជុំអីថាមិនអត់ខ្លាចខ្មោចអញខ្លាចទេគាត់ថាអញមានល្ងិតអញរកផ្លូវមកវាមិនឃើញអានោះវាយកទៅបាត់ទៅហើយអញមានស្អីមើលផ្លូវតបទោសគ្នាចុះទោសគ្នាឡើងតែពុនខ្ញុំនិយាយមិនឯងខ្លាចទេអីអញចេះខ្លាចទេតាំងពីដើមមកអញមិនដែលខ្លាចទេអាភ្លាមមកឆ្មាវាលោតឡើងមកនោះគាត់ផ្អើលចោលក្បាលចៅមកផ្ទល់ប៉ោះអានោះប្រយគោមីយាយអីគប់ខ្ញុំអូអញស្មានតែខ្មោចមិនឆ្មាទេអូយាយពោក្បាលខ្ញុំបាត់ហើយអញវាមិនយកភ័យអញភ្ញាក់មិនមែនភ័យទេភ្ញាក់គាត់និយាយយកលុយនោះញ៉ាហើយខ្ញុំគិតពុនមកមើលមុខគាត់សើចញឹមមើលមុខគាត់សើចញឹមហើយដល់អញ្ចឹងខ្ញុំក៏អត់និយាយអីច្រើនទេក៏សម្រាប់រៀងខ្លួនទៅក៏សម្រាប់ប្រហែលជាពាក់កណ្ដាលយប់ព្រោះម៉ាក់គាត់សាងងើបជក់បរិយពេលយប់ម៉ោង2ម៉ោងអីគាត់ក្រោកដែរតែនោះមុនម៉ោង2ព្រោះគាត់សម្រានគាត់សម្រាននៅទៅនៅក្រេក្រោមគាត់ថាដូចមានពីណាទាញជើងគាត់ចុះទាញគាត់ប៊ីធ្លាក់ប្រហែលដងហើយគាត់ទាញលើនោះគាត់ស្រែកជេរបងយីអារបស់យកណានេះមកទាញជើងអញហើយតនេះណាអីថាឲ្យខ្ញុំស្រែកជេរកប់ភ្ញាក់ដល់ខ្ញុំថាជុំអីគេម៉ាក់អីគេអាស្អីគេនេះមកទាញជើងទៀតហ៎ដល់អញ្ចឹងខ្ញុំនៅឃើញខ្ញុំថាម៉ែស្អីគេទាញជើងមកមិនខ្មោចទាញជើងអីយីអាចក្រៃយកនេះមាត់ល្អចាំអីថាមិនខ្លាចខ្មោចអញមិនខ្លាចទេតែឯងកុំនិយាយខ្ញុំក៏ថាដល់និយាយក៏អត់និយាយទៅម៉ាក់តែឥឡូវមិនឯងបើភ្លើងមកអីទៅខ្ញុំចោះទៅជួយបើភ្លើងមកអីចោះទៅចោះទាំងស្រាវទៀតបងប្អូនចោះទៅនៅឃើញតែបើសិននិយាយចោះទៅពុបដាក់ជើងចោះតាមចណ្ដើរណាចុះបើសិនវាលូកចាប់ជើងហើយរត់ទៅណាទៅអូចោះនោះចោះទាំងខ្លាចទេចោះទាំងញើទេដល់ហើយចោះមកបើទៅបាក់អីគាត់អូចរាល់អញ្ចឹងទៅគាត់ថារួយម៉ែវាពី3ដងមកលូកចាប់ជើងរកអញដេកមិនបានអាមនុស្សពងអត់ងុយផងមកលូកចាប់ជើងចាប់ដៃអញធុញគាត់ថាអញ្ចឹងណាគាត់ថាហើយខ្ញុំថាម៉ាក់អើយប្រហែលជាមកវាម៉ាក់អញនិយាយលយពេកហើយខុសមកខុសកអីដល់មើលព្រឹកតែមើលខ្ញុំធ្វើរៀបបាយសបាយក្រហមមេឡារៀបសំណែនរៀបអីឲ្យគេបន្តិចទៅហើយណាមួយប្រហែលជាខ្ញុំវាស័យដាក់ផងខ្ញុំមិនដឹងអីមិនដឹងម៉ាក់លេងមកលេងតាំងពីជួបនៅតាមផ្លូវឥឡូវអស់ពីតាមផ្លូវមកផ្ទះទៀតតែខ្ញុំអត់ជួបក៏ជួបតែមកឯងណាបើមានបានធ្វើស្អីកើតតែចង់ឯងមានតែចេះទេមានតែទឹកហ្នឹងធ្វើតិចទៅធ្វើបាយសបាយក្រហមហើយរៀបចំដាក់អីសំណានគេតិចទៅហើយមកឯងទៅសោយទឹកមួយខ្ញុំមួយអីដែរទៅវត្តទៅហើយចាំមើលខ្ញុំបដាម៉ូតូយកទៅឲ្យជាងគេប៉ះឬក៏ជិះទៅនេះខ្ញុំទៅតាមទៅដល់ដល់ចាប់ណូពវៀននោះប្រាប់គាត់ចឹងអីចឹងទៅគាត់ថាអញ្ចឹងចាំនេះហើយយន្តតោទៅហើយចាំបានតោបានអីមកចាំទៅវត្តទាំងអស់គ្នាណាបងប្អូននៅមានរឿងច្រើនទៀតតែអេដមីនអត់តនិយាយនៅកាលអេដមីនតន់មានតោជីអេដមីនជីកង់ហើយហ្នឹងជុំបិណ្ឌម៉ែហានតែគាត់ឯងកំទៅមានគួរតាហើយថ្ងៃនោះភៀងថក់ភ្លៀតខ្លាំងហើយថ្ងៃហ្នឹងបិណ្ឌ14ទៀតអេដមីនជីទៅតាមផ្លូវប្រៃនោះងងុតឲ្យឈឹងហើយអត់តែអេដមីនអត់តមានតោជីហើយកាលនោះជីឆ្លងក្នុងមួយទៅក្នុងមួយពេលជីទៅបុកមនុស្សស្រីគោះធំហើយ3កូនងាទៀតនេះចាំវីដេអូក្រោយអេដមីននឹងនិយាយរឿងហ្នឹងជូនបងប្អូនទស្សនាម្ដងទៀតហើយរឿងហ្នឹងរៀបរាប់ឲ្យលំអិតពីបៃលីទៅដល់បាត់ដំបងហ្នឹងហើយហ្នឹងអេដមីននិយាយប៉ុណ្ណឹងសិនហើយយប់ហ្នឹងប៉ុណ្ណឹងសិនហើយលើកក្រោយអេដមីនហ្នឹងបន្តសាច់រឿងពីដែលអេដមីនជិះកង់ពីផ្ទះទៅបាត់ដំបងអាហ្នឹងក៏អស់តោះដែរបងប្អូនតែមានអស់តោះកន្លែងមួយទៀតកាបងប្អូនបន្តិចកន្លែងមួយនោះមិនជិះកង់ទេប៉ុន្តែពីភ្នំហើយភ្នំដល់កមុំទៅដល់ត្រែងបើយើងគិតជិះត្រួសយើងជិះ4ម៉ោងយើងគិតត្រួសជិះ4ម៉ោងប៉ុន្តែដប់អ៊ំស្រីមួយដែលគាត់នឹងចកែភ្នំណាក្នុងចកែភ្នំហ្នឹងគាត់កាន់អាចកៀងយើងអាបោតខ្លាញ់ហើយគេចោះមិនដាក់ចកៀងហ្នឹងដាក់ចកៀងហ្នឹងគេកាន់ឈួលមើលផ្លូវគាត់កាន់ហ្នឹងគាត់ថាជួយជូនបើជួយជូនគាត់ទៅក្នុងតិចទៅដំបងណាឈប់សួរថាអ៊ំជើញទៅណាទៅយកក្លុបអីហ្នឹងតែម្នាក់ឯងខ្ញុំដើរជើងទៅខ្លាចលឡានតោអីគេមកគេប៉ាពីគាត់ថាគាត់ទៅរកចៅគាត់នៅបុកគាត់ទៅលេងរំវងរំអីគេហ្នឹងគេចាក់បាសចាក់អី
ព្រោះនៅខាងស្រុក admin ហ្នឹងខ្ញុំអីភាគច្រើនតាមវត្តឬក៏តាមភូមិអីមួយគេតែតែមានបាសហើយមានបាសទៅរំលែងអីរំលែងមួយគេមួយអីចឹងទៅហើយបងប្អូនពេលដែលយើងសួរនាំគាត់ឲ្យហើយគាត់ថាបើសិនជាឃើញជួយផ្ដាំឲ្យបើផងខ្ញុំថាខ្ញុំអត់ស្គាល់ទេអ៊ំអត់ស្គាល់ទេនឹងថារូបរាងមិនតុងទេមិនខ្ញុំអត់ស្គាល់ទេអញ្ចឹងចាអ៊ំឯងជិះកង់មកមួយខ្ញុំមកខ្ញុំជិះកង់មកក៏រៀងឆ្ងាយដែរហើយខ្ញុំទៅបាត់ដំបងព្រោះព្រឹកទៅដល់នោះនេះណាយើងបិណ្ឌ13ទៅដល់នោះបិណ្ឌ14ស្អែកឡើងឆ្លងហើយអញ្ចឹងខ្ញុំទៅនោះដើម្បីបញ្ញាប់ទៅឆ្លងក្នុងនឹងផងបើថាមិននេះទេអ៊ំជីមកហើយទៅមកឃើញចៅអ៊ំអីចាំជួយដើរមកមួយគ្នាមកបើថាចៅមានអីជីក៏ជីមកមួយចៅមកខ្ញុំបន្តដំណើរទៅមុខទៀតបងប្អូនកន្លែងនេះទីណាហាគាត់ជីមួយយើងពីភ្នំដល់កមុំហ្នឹងទៅដល់ត្រែងជីអត់ដល់កន្លះម៉ោងទេបងប្អូនជីធម្មតានិយាយមួយគាត់ធម្មតាអត់ដល់កន្លះម៉ោងអានេះចង់និយាយថាចង់លឿនជាងម៉ូតូទៀតនេះជាពីណាហាមួយដែលអត់មានជួបផ្ទាល់តោះបងប្អូនប៉ុណ្ណឹងសិនចាស់ព្រោះអីឥឡូវអត់មានហីដេកហើយជួបគ្នានៅរាត្រីក្រោយទៀតបងប្អូនហើយអត់មាននឹងនិយាយរឿងហ្នឹងភាសាទៀតដើម្បីប្រាប់ថាវានឹងកើតអីខ្លះពីបៃលិនទៅដល់តាត់ដំបងអរគុណច្រើនបងប្អូនទាំងអស់គ្នាប្រិយមិត្តទាំងអស់គ្នាជម្រាបលាជួបគ្នានៅវីដេអូក្រោយតសាច់រឿង admin ទៀតអរគុណច្រើនជម្រាបលា